សួស្តីអ្នកនរនេះស្វាគមន៍មកកាន់ Channel P-Tech ហើយអ្នកទាំងអស់គ្នាកំពុងតែទស្សនាវីដេអូនៃការអ្នកប្រើប្រាស់ CM2 គេហៅប្រភេទ dongle ដែលមាន tool សម្រាប់ backup ឬក៏ flash firmware របស់ប្រភេទ MTK Samsung មាន SPD ឥឡូវយើងបង្ហាញវិធីដំឡើងទាំងអស់គ្នាចូលទៅមើលជាដំបូងយើងត្រូវដោតdongle នេះទៅក្នុង computer ជាមុនសិនបន្តមកទៀតអ្នកទាំងអស់គ្នាត្រូវ download file ចាំតិចខ្ញុំនឹងនេះត្រូវមាន3 file នេះដើម្បីអានេះ dongle manager សម្រាប់ active dongle របស់យើងហើយនេះជាប្រភេទ MTK tool របស់ MTK ហើយអានេះ tool របស់ SPD អញ្ចឹងជាដំបូងយើង active វាគឺយើងបើក dongle manager មកបន្តមកទៀតយើង run នេះ file ជា dongle manager exe run ដើម្បី active វានេះត្រង់កន្លែងនេះគឺយើងចុចអាលើនេះមកនេះ read dongle serial number យើង read វាសិនរួចរាល់ហើយអត់អីច្រើនទេ proxy មកអូខេអញ្ចឹង exit មួយឬក៏ម្ដងទៀតនេះយើងយកខាងក្រោមនេះម្ដង register dongle មកនេះ serial dongle ហើយរួចរាល់នេះអញ្ចឹងយើងតម្លើងប៉ុណ្ណឹងមកបន្តមកទៀតយើងតម្លើងMTK tool ខ្ញុំបិទវាហើយនេះ MTK tool យើង run វាមកតម្លើងចេះមកនេះយើងចុចគ្រីសត្រង់កន្លែងនេះហើយចុច next មកអានេះគ្រីសទាំងអស់ហើយ default វាយើង next ទៀតមក next នេះឥឡូវកំពុងតែធ្វើការ install អញ្ចឹងខ្ញុំសូមបង្ហាញទៅវិធីដំឡើងតែមួយហ្នឹងទេហើយអ្នកនរគ្នាអាចធ្វើបានដូចគ្នានេះជាមកយើងត្រូវ run អានេះប៉ុន្តែវាបង្ហាញនៅលើ desktop ហើយនេះ run វាមកចាំតិចវាកំពុងដើរហើយក៏សូមបញ្ជាក់ផងដែរនៅពេលដែលអ្នកទាំងគ្នា run ហ្នឹងត្រូវដោត dongle ចូលទៅក្នុង computer សិនទើបយើងអាចបើកវាទៅដើរនេះហើយដើម្បី flash ឬក៏ backup tool យើងត្រូវរើសតាមប្រភេទ CPU នេះហើយយើងរើសយកមួយនេះគឺពួក MTK នេះនៅក្នុងនេះវាមាន switch នេះមាន format reset setting ហ្នឹងមាន fix DL mode នេះយើងប្រើតែភាគច្រើនប្រើតែមួយនេះសម្រាប់ format ទូរស័ព្ទដែលជាប់កូដអីចឹងទៅហើយមួយទៀត security អានេះសម្រាប់ unlock sim ពួកប្រភេទទូរស័ព្ទដែលជាប់ lock sim ដូចជាតែចិត្តបញ្ជាក់ផងដែរគឺអានេះ CPU ប្រភេទ MTK ដូចជា Citel អីណា Citel យើងអាច unlock បានគ្រាន់តែចុច unlock វាបានហើយនេះគឺ flash នេះគឺយើងអាច backup ឬក៏ flash firmware ទៅក្នុងទូរស័ព្ទវិញឥឡូវទីហៅថា backup យើងចុចនេះគ្រីសត្រង់កន្លែងនេះអស់មកនេះគេថា read firmware អញ្ចឹងយើងចុច read មកនេះវាបង្ហាញវាដាក់ប្រភេទ CPU MTK ត្រូវ power off your phone នេះជួយនេះ power off phone remove battery and insert back អញ្ចឹងយើងដោះថ្មចេញហើយយើងដាក់ចូលទៅវិញហើយបន្តមកទៀតលេខ2គឺ insert USB cable ហ្នឹងគឺដោត USB ចូលទៅក្នុងទូរស័ព្ទដៃហើយនេះគេថា in some case ករណីខ្លះគឺ require ទាមទារឲ្យយើងចុច hold boot key អញ្ចឹងទៅហើយស្រាប់តែធ្វើអញ្ចឹងហើយយើងដោតទូរស័ព្ទចូលទៅគឺជាការស្រេចរងចាំឲ្យវា backup តែម្ដងអញ្ចឹងឥឡូវនេះវីដេអូនេះខ្ញុំសូមបង្ហាញតែប៉ុណ្្នឹងទេព្រោះដោយសារតែ
មានអ្នកអត់ចេះឬក៏រកអត់ឃើញពីវិធីសាស្ត្រក្នុងការដំឡើង software សម្រាប់ CM2 នឹងច្រើនពួកខ្ញុំពេលខ្ញុំទិញមកដំបូងក៏ខ្ញុំអត់ដឹងដែរតទៅ research ក្នុង internet អញ្ចឹងទៅចឹងសូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះកុំភ្លេចជួយ share ហើយនិង subscribe channel របស់ខ្ញុំបាទផងដើម្បីទទួលបាននូវវីដេអូថ្មីៗហើយដាក់រូបកណ្ដឹងចុចលើកណ្ដឹងដើម្បីទទួលបាន notification រាល់ពេលដែលខ្ញុំ upload វីដេអូថ្មីៗបាយបាយ